សូមស្វាគមន៍មកកាន់រឿងនាគនិងផ្លែព្រីងកាលពីព្រេងនាយមានកូននាគមាសតូចមួយក្បាលឈ្មោះថាសីឡាមានរូបរាងគួរឲ្យស្រឡាញ់ស្រកាពណ៌មាសចែងចាំងខុសពីនាគដទៃសីឡាចូលចិត្តរស់នៅលើមែកឈើខ្ពស់និងដើរស្វែងរកផ្លែឈើប្លែកៗមកភ្លក់លេងយ៉ាងសប្បាយរីករាយថ្ងៃមួយពេលកំពុងហោះហើរក្រឡឹងរកចំណីនៅក្នុងព្រៃជ្រៅសីឡាបានក្រឡេកឃើញដើមឈើដ៏ធំមួយដើមអូនៅលើមែកឈើនោះមានចង្កោមផ្លែឈើពណ៌ស្វាយក្រមៅនិងពណ៌ផ្កាឈូកព្រៀងធ្លាក់ទៅយោចុះមកគួរឲ្យចង់ស្ទាបអង្អែលនោះហើយគឺដើមព្រីងព្រៃដោយក្តីចង់ដឹងសីឡាក៏ចុះចតលើមែកឈើថ្នមរួចលូកក្រញ៉ាំតូចបេះផ្លែព្រីងទុំមួយផ្លែមកខំទំពារសជាតិផ្អែមល្ហឹមលាយចត់តិចបូករួមនឹងក្លិនក្រអូបប្រហើរបានធ្វើឲ្យកូននាគមាសរំភើបចិត្តយ៉ាងខ្លាំងរហូតញញឹមបិទមាត់មិនជិតសូម្បីតែទឹកព្រីងប្រឡាក់ថ្ពាល់ក៏មិនដឹងខ្លួនដែរនៅពេលរដូវវស្សាមកដល់ផ្លែព្រីងក៏ចាប់ផ្ដើមអស់ពីដើមដោយសារតែក្តីស្រឡាញ់និងចង់រក្សាផ្លែឈើដ៏មានតម្លៃនេះទុកសីឡាបានប្រមូលគ្រាប់ព្រីងទុំយកមកដាំក្នុងដីដោយប្រុងប្រយ័ត្នរួចដងទឹកដោយប្រើស្លឹកឈើមកស្រោចស្រពនិងមើលថែទាំរាល់ថ្ងៃដោយក្តីអាណិតស្រឡាញ់ច្រើនឆ្នាំកន្លងផុតទៅគ្រាប់ពូជដែលសីឡាបានដាំបានលូតលាស់ក្លាយជាព្រៃព្រីងដ៏ធំល្វឹងល្វើយនិងមានផ្លែផ្អែមឆ្ងាញ់សម្រាប់សត្វបក្សាបក្សីទាំងអស់រីឯសីឡាវិញក៏បានក្លាយជានាគរក្សាព្រៃព្រីងហោះហើរមើលថែទីកន្លែងដ៏មានសុភមង្គលនេះជារៀងរហូតតទៅ